Baជំរាបសួរបងប្អូនអ្នកសិក្សាទាំងអស់គ្នាបាទនេះគឺជាមេរៀនទី1ដែលយើងសិក្សាអំពីបាទ Oxford's Phonics World 1បាទ Oxford's Phonics World 1នេះគឺគេសិក្សាអំពីការស្គាល់អំពីជនជាអ្នកបាទភាសាអង់គ្លេសហ្នឹងពី A រហូតដល់ Z បាទអញ្ចឹងតើយើងអានទាំងអស់គ្នា The alphabets A to Z equal 26អញ្ចឹងមានន័យថាអក្ខរក្រមរបស់ភាសាអង់គ្លេសហ្នឹងគឺវាមាន26តួបាទហើយក្នុងនោះយើងនឹងសិក្សាបន្តទៀតថាវាបំបែកយ៉ាងម៉េចខ្លះបាទតោះឥឡូវនេះបងប្អូនចូលទៅចំណុចបន្ទាប់បាទចំណុចបន្ទាប់របស់យើងគឺយើងសិក្សាអំពី the alphabets and sounds ចឹងមានន័យថាអក្ខរក្រមនិងសូរសំឡេងបាទចឹងក្នុងអក្សរមួយនេះវាមានសូរសំឡេងរបស់វាបាទតោះឥឡូវយើងទៅមើលទាំងអស់គ្នា A នេះសូរអ B នេះសូរប C k D d E e F G g H I E J K L M N O P Q R S T U V W X Y Zអូខេអញ្ចឹងមេរៀននេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទហើយព្យាយាមបាទបញ្ចេញសូរបែបនេះជារៀងរាល់ថ្ងៃហើយមួយថ្ងៃបាទបញ្ចេញសូរសំឡេងក៏ដូចជាការអានសូរសំឡេងនេះយ៉ាងតិចឲ្យបាន5ដងណាកូនសិស្សអស់គ្នាបាទដើម្បីឲ្យយើងចាំស្ទាត់ពីសូររបស់វាមួយថ្ងៃ5ចប់បាទមួយថ្ងៃ5ចប់ដូចខ្ញុំអានមិញហ្នឹង A B C K D E F G H I J សម្រាប់ I J K L M N O P Q R S T U V W X Y Z បាទយើងអានបែបហ្នឹងធ្វើម៉េចមួយថ្ងៃឲ្យបាន5ដងជារៀងរាល់ថ្ងៃមុននឹងយើងចូលទៅមើលមេរៀនបន្ទាប់គឺយើងអានបែបហ្នឹងជារៀងរាល់ថ្ងៃណាបងប្អូនកូនសិស្សទាំងអស់គ្នាបាទជារៀងរាល់ថ្ងៃធ្វើជារៀងរាល់ថ្ងៃបានយើងចាំណាបាទសូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា